សួស្តីថ្ងៃនេះខ្ញុំលើកប្រធានបទមួយថ្មីមួយទៀតគឺនិយាយអំពីអគារបៃតងភាសាអង់គ្លេសថា green building គឺសំដៅទៅលើអគារដែលបង្កើតឡើងដើម្បីចូលរួមការពារការប្រែប្រួលអាកាសធាតុឬក៏ចូលរួមការពារបរិស្ថានដែរដែលមានលទ្ធភាពយូរអង្វែងទាំងការសន្សំចៃទៅលើការប្រើប្រាស់សម្ភារៈធនធានទាំងការចូលរួមដល់ភាពវិជ្ជមានដល់បរិស្ថានជុំវិញផែនដីរបស់យើងផងដែរហើយពេលដែលយើងនិយាយអំពីអគារបៃតងគឺយើងរាប់តាំងពីការចំណុចចាប់ផ្ដើមจากការសាងសង់ការ design រចនាម៉ូដក៏ដូចជារចនាសម្ព័ន្ធនៃការប្រតិបត្តិការអគារនៅក្នុងគោលបំណងដើម្បីកាត់បន្ថយការជះឥទ្ធិពលអវិជ្ជមានក៏ដូចជាការសំចៃការប្រើប្រាស់សម្ភារៈនៅក្នុងនោះហើយអត្ថប្រយោជន៍នៃការប្រើប្រាស់ឬក៏បង្កើតសាងសង់អគារវិជ្ជមានហ្នឹងគឺគោលបំណងដែលសំខាន់គឺសន្សំចៃទៅលើធនធានសម្ភារៈសម្រាប់ប្រតិបត្តិការប្រចាំថ្ងៃគឺសំចៃភ្លើងថាមពលជាសំចៃទឹកក៏ដូចជានឹងការគ្រប់គ្រងកាកសំណល់ដែរថាប្រយោជន៍ទី2គឺដើម្បីឲ្យមានបរិស្ថានល្អក្បាច់រចនាដែលធ្វើឲ្យមានទាំងសោភ័ណភាពផងទាំងការចូលរួមបរិស្ថានដែលវាជួយដល់បរិយាកាសមានខ្យល់បរិសុទ្ធមានពន្លឺថ្ងៃធម្មជាតិទី3គឺពេលដែលយើងរៀបចំជាអគារមួយដែលមានរចនាបថមានខ្យល់ចេញចូលមានពន្លឺគ្រប់គ្រាន់វាធ្វើឲ្យមានខ្យល់បរិសុទ្ធល្អពន្លឺធម្មជាតិគ្រប់គ្រាន់ដើម្បីឲ្យមនុស្សអ្នករស់នៅលើអគារហ្នឹងគាត់បានទាំងអារម្មណ៍ស្រស់ស្រាយផងទាំងសុខភាពផងដែរនិងទី4គឺវាចូលរួមនៅការកាត់បន្ថយនៃការប្រើប្រាស់ធនធានទាំងសម្ភារៈយកមកសាងសង់ឈើដែកកញ្ចក់គឺយើងប្រើប្រាស់របស់ដែលយកមកកែច្នៃបាទអញ្ចឹងវាជួយទ្រទ្រង់និរន្តរភាពនៃធម្មជាតិនៃផែនដីយើងដែរហើយចំណុចចុងក្រោយគឺវាជួយទៅដល់ការបម្រែបម្រួលអាកាសធាតុដោយសារយើងប្រើថាមពលកកើតឡើងវិញមានដូចជាសូឡាប្រព័ន្ធពន្លឺព្រះអាទិត្យដូចជាថាមពលដែលសង់ចេញពីកង្ហារខ្យល់ពីហៃដ្រូនិងពីបាយរមាក់ផ្សេងមកអគារបៃតងនេះគឺជួយច្រើនបាទជួយទាំងការកាត់បន្ថយនៃការប៉ះពាល់បរិស្ថានជួយទាំងសុខភាពជួយការសំចៃហើយនឹងជួយទៅដល់ប្រតិបត្តិការនៅក្នុងការរស់នៅរបស់មនុស្សហ្នឹងគឺឲ្យមាននិរន្តរភាពផងដែរ